សួស្តីអ្នកនរវត្តត្រឡប់មកកាន់មេរៀនផាន់យើងសាជាថ្មីម្ដងទៀតគឺការ present simple ហើយថ្ងៃនេះគឺយើងនឹងសិក្សាតាក់ទងទៅនឹងcases បាទនេះគឺតាក់ទងទៅនឹង cases ក្នុងករណីបាទ subject ចំនួន3 he she ហើយនិង it អញ្ចឹងអា3ហ្នឹងគឺវាពិសេសជាងគេនៅពេលដែលគេប្រើប្រាស់វាចូលទៅក្នុងទម្រង់ស្របណាវាតែងតែថែមនេះថែមនោះបាទលុបនេះថែមនោះអីចឹងទៅអញ្ចឹងវាសិស្សមួយចំនួនគាត់រៀនវល់ដែរប៉ុន្តែបាទមើលវីដេអូនេះគឺត្រឹមត្រូវហើយគឺខ្ញុំនឹងលម្អិតឲ្យអ្នកទាំងអស់គ្នាបានយល់អញ្ចឹងក្នុងករណីទី1គឺ in the present tense គេថានៅក្នុងការ present simple កិរិយាសព្ទមួយចំនួនគឺត្រូវបានផ្លាស់ប្ដូរដោយថែម s នៅពេលដែលត្រូវបានប្រើប្រាស់ជាមួយ third person singular បញ្ជាក់ដែរថា he she it នេះគេឲ្យឈ្មោះវាថា third person singular វាបកប្រែជាខ្មែរគឺបរិបទទី3ឯកវចនៈអញ្ចឹងវាមាន he she it ហ្នឹងអញ្ចឹងយើងមើល subjects ខាងឆ្វេងរបស់យើងមាន3ហ្នឹងហើយបន្តមកនេះគឺជាកិរិយាសព្ទមួយចំនួនដែលវាបានផ្លាស់ប្ដូរនៅពេលដែលប្រើប្រាស់ជាមួយនឹងពពួក he she it ហ្នឹងឧទាហរណ៍ពាក្យ original word ផងយើងពាក្យដើមរបស់យើងមាន start ចាប់ដើម like ចូលចិត្ត read and run រត់ write សរសេរហើយនឹង listen គឺស្ដាប់ប៉ុន្តែនៅពេលដែលវាប្រើប្រាស់ជាមួយនឹង he she it គឺថា he starts គឺមាន s តែម្ដងបើយើងអត់ដាក់ s គឺខុសហើយអញ្ចឹងគឺត្រូវតែបន្ថែម s ទៅលើវាshe starts it starts អញ្ចឹងកាលណាប្រភេទពួកហ្នឹងប្រើប្រាស់បាទកិរិយាសព្ទមួយចំនួនហ្នឹងប្រើប្រាស់ជាមួយនឹង he she it គឺក្នុងទម្រង់ស្របគឺត្រូវតែថែម s ទៅលើវាប៉ុន្តែបញ្ជាក់ផងដែរថាមិនមែនមានតែកិរិយាសព្ទប៉ុណ្ណឹងទេវាមានច្រើនទៀតហើយមិនមែនគ្រប់កិរិយាសព្ទទាំងអស់ថែម s ទេណាបាទវាមានករណីទី2ទី3បន្ថែមទៀតឥឡូវយើងចូលទៅករណីទី2ករណីទី2គេថានេះបាទយើងមើលខាងក្រោមនេះបាទគេថាកិរិយាសព្ទដែលវាបញ្ចប់ដោយ double s sh ch h ហើយនិង o អញ្ចឹងកិរិយាសព្ទដែលបញ្ចប់ដោយអក្សរប៉ុណ្ណឹងណាគឺត្រូវបានផ្លាស់ប្ដូរបាទដោយយើងថែម es ទៅលើកិរិយាសព្ទទាំងអស់ហ្នឹងនៅពេលដែលវាប្រើប្រាស់ជាមួយនឹងបរិបទទី3ឯកវចនៈយើងហៅថា he she ហ្នឹងបាទឥឡូវយើងមើល he she ហើយនិង it នេះយើងមកមើលកន្លែង double s បាទកន្លែង double s បានថាជាពាក្យដែលវាបញ្ចប់ដោយ double s ដូចពាក្យ kiss ថើ miss បែបនឹកអីចឹងទៅអញ្ចឹងនៅពេលដែលវាប្រើប្រាស់ជាមួយនឹង he she it ក្នុងទម្រង់ស្របក្នុងការ present simple គឺយើងថែម es បាទយើងថែម es នៅពេលដែលវាបញ្ចប់ដោយ double s បាទឃើញវាទៅជាអាន kisses he kisses she kisses it kisses ហើយដល់ពេល miss យើងអានទៅជា misses បាទ misses មិនមែនយើងថែម es យើងទៅជា kiss miss អត់ទេបាទអញ្ចឹងគឺយើងអានទៅតាមការថែមផងវានឹងដែរហ្នឹងគឺករណីបញ្ចប់ដោយ double s ទី2គឺបាទនេះ ch ខាងស្ដាំដៃមួយទៀតបាទកាលណាបញ្ចប់ដោយ ch សំឡេងវា ch អញ្ចឹងដូចជាពាក្យ teach បាទបញ្ចប់ដោយ ch watch បញ្ចប់ដោយ ch ដែរអញ្ចឹងនៅពេលដែលវាប្រើប្រាស់ជាមួយនឹង he she it បាទគឺ teaches បាទ teaches បាទអញ្ចឹងពេលដែលប្រើប្រាស់ជាមួយនឹងប្រើប្រាស់មួយ he she it គឺវាថែម es ទៅលើ ch ហ្នឹងបាទអញ្ចឹងគឺវាទៅជា teaches ទៅជា watches បាទករណីមួយទៀតគឺ sa បើផ្សិនជាកិរិយាសព្ទហ្នឹងវាបញ្ចប់ដោយ sa ណាបញ្ចប់ដោយ sa គឺដូចជាពាក្យ wash លាងបាទ brush បាទដោះអីចឹងទៅឬក៏បកប្រែផ្សេងថែមទៀតអីចឹងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ he she it ក្នុងទម្រង់ស្រប present simple គឺយើងត្រូវថែម es ទៅលើវាបាទទៅជា washes អានេះទៅជា brushes អីចឹងទៅអញ្ចឹងវាបាទប្រែប្រួលទៅតាមហ្នឹងហើយមួយទៀតបញ្ចប់ដោយ o ដូចពាក្យ go ពាក្យ do ឃើញទេអញ្ចឹងកាលណាវាបញ្ចប់ដោយ o គេឲ្យថែម es ទៅលើវាដែរដូចជា go នេះវាទៅជា goes do វាទៅជា មិន does ទេណាបាទ do ទៅជា does បើទម្រង់សំណួរគេអាន does អីចឹងទៅតោះមក x ពាក្យ fix ជួសជុល relax បាទសម្រាកអីចឹងទៅអញ្ចឹងនៅពេលដែលវាបញ្ចប់ដោយ x បាទគឺយើងថែម es ទៅលើវាហើយ relax ក៏យើងថែម es ទៅលើវាដែរដូចនេះ fixes relaxes អីចឹងទៅបាទអញ្ចឹងគឺបញ្ជាក់គឺកិរិយាសព្ទឲ្យតែបញ្ចប់ប្រភេទពួក double s ch sh o h គឺត្រូវតែថែម es ទៅលើវាហ្នឹងនៅក្នុងករណីទាំងប្រមាណ letter ហ្នឹងអញ្ចឹងយើងត្រូវចំណាំដែរណាមកកន្លែងហ្នឹងបន្តមកទៀតករណីទី3គេថាកិរិយាសព្ទដែលបញ្ចប់ដោយ y បាទហើយវាចប់ដោយបាទវាតាម consonant មួយបានថាព្យញ្ជនៈមួយបាទគឺយើងត្រូវបាទផ្លាស់ប្ដូរវាដោយលុប y ចោលហើយយើងថែម ies ឧទាហរណ៍ពាក្យ fly ចុះបានន័យថាវាមាន consonant ណា y ហ្នឹងណាអញ្ចឹងយើងលុប consonant ចោលមួយទៅយើងលុបព្យញ្ជនៈ y ចោលមួយមកបន្ទាប់មកយើងទៅថែម ies ទៅជា flies អញ្ចឹង
he flies she flies it flies អញ្ចឹងឃើញទេបាទកាលណាបញ្ចប់ដោយ y គឺត្រូវតែលុប y នឹងចោលអស់ហើយបន្ទាប់មកថែមតែ ief ទៅលើវាមកនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង he she it ក្នុងទម្រង់ស្របនៃការ present simple cry cries dry dries study studies copy copies បាទនេះគឺជាបាទករណីទី3បាទអញ្ចឹងគឺក្នុងវីដេអូនេះគឺខ្ញុំបង្ហាញតែករណីចំនួន3ហ្នឹងទេគឺបាទទី1បាទគ្រប់កិរិយាសព្ទមួយចំនួនគឺថែម s នៅពេលដែលប្រើប្រាស់ he she it ក្នុងទម្រង់ស្របបាទទី2ដើម្បី s ch sh o hឲ្យតែកិរិយាសព្ទដែលបញ្ចប់ដោយប្រភេទពួកអក្សរហ្នឹងគឺក៏ថែម es ហើយនៅមួយទៀតគឺនៅពេលដែលវាបញ្ចប់ដោយ y បាទគឺយើងលុប y ចោលថែម ies ហើយយើងអានមានខ្យល់សំឡេងសៀកផងបាទទើបត្រឹមត្រូវអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសូមកុំភ្លេចចុច subscribe ហើយនិងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូមេរៀនថ្មីៗបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាបាយបាយ